វិធីសាស្ត្រក្នុងការ trade ឲ្យស្របដោយជាមួយ bank ដើម្បីបញ្ជា SL របស់អ្នកទាំងអស់គ្នាដែលគ្រាន់តែប្រើ tool មួយដែលមានឈ្មោះថា liquidity heatmap ដែលមាននៅក្នុង coin class ដើម្បី trade ឲ្យស្របទិសដៅជាមួយ bank អ្នកគ្រាន់តែចូល website មួយដែលមានឈ្មោះថា coin class អញ្ចឹងអ្នកគ្រាន់តែវាយពាក្យថា coin មកគឺឃើញអញ្ចឹងអ្នកselect ពាក្យថា coin class ចឹងនៅក្នុង coin class នេះគឺមាន tool ជាច្រើនទៀតដែលវាជួយអ្នកក្នុងការ trade តែក្នុងវីដេអូនេះខ្ញុំលើកយកតែ liquidity heatmap ទេប៉ុន្តែខ្ញុំសូមបង្ហាញអ្នកបន្តិចអ្វីដែលគួរតែមើលមាន3ចំណុចសំខាន់នៅក្នុង coin class ទី1 funding rate ទី2 long short duration ទី3 liquidity heatmap ហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំសូមតែនិយាយពី liquidity heatmap តែប៉ុណ្ណោះអញ្ចឹងក្នុងអ្នកគ្នាឃើញមានពាក្យថា liquidity អញ្ចឹងកន្លែងនោះគឺមាន tool ច្រើនមែនទែនអ្នកគ្នាប៉ុន្តែអ្វីដែលយើងយកមកនិយាយនោះគឺចំណុចត្រង់ថា liquidity heatmap អញ្ចឹងនេះគ្រាន់តែ select liquidity heatmap មករបៀបប្រើក្នុង coin class កន្លែង tool liquidity heatmap នេះគឺអត់មានពិបាកមើលហើយក៏អត់មានធ្វើអ្វីដែលធ្វើឲ្យស្មុគស្មាញទេតែឃើញពាក្យថា24ម៉ោង24ម៉ោងនេះគឺជា time frame ដែលអ្នកទាំងអស់គ្នាចង់មើលអញ្ចឹងអ្នកអាចមើលបានមាន weekly មាន3ថ្ងៃមានមួយខែអញ្ចឹងដល់នេះបើចង់ចុចមើល weekly នេះគ្រាន់តែ select ពាក្យថាមួយ weekly មកនឹងវានឹង refresh ទៅមួយ week ឯងអញ្ចឹងបើសិនជាអ្នកគ្នាអត់ចង់មើល BTC ទេអ្នកគ្នាអាច select ឬអ្នកគ្នាចង់មើល gold នេះគ្រាន់តែបាយពាក្យ XAU អញ្ចឹងកន្លែងនេះគឺមាន exchange ផ្សេងមែនទេតែ exchange ដែលធំជាងគេនោះគឺមានតែ Binance ទេគឺជា exchange ដែលធំជាងគេបន្តមកមាន exchange ផ្សេងទៀតអញ្ចឹងខ្ញុំវីដេអូនេះខ្ញុំ select យក Binance ចំណុចនេះយើងឃើញមានឆាតក្នុងនេះតើមើលវាដែររបៀបម៉េចមានឃើញមានលឿងមួយនៅខាងលើកន្លែងលឿងណាស់តែលឿងអត់សូវខ្លាំងឥឡូវបើយើងចង់មើលឲ្យខ្លាំងជាងនេះយើងវាយ12ម៉ោងtime frame ខ្ញុំចង់មើល12ម៉ោងតែនេះឃើញលឿងច្រើននេះតើអីជាតើវាគឺជាអ្វីហើយកន្លែងនេះលឿងខាងក្រោមឬក៏ខាងលើនេះគឺជាអ្វីឥឡូវខ្ញុំសូមបញ្យល់ថាកន្លែងលឿងហ្នឹងគឺជាអ្វីកន្លែងហ្នឹងលឿងហ្នឹងមានន័យថាគឺជាប្រាក់រវាងអ្នកដែលគាត់ buy ក៏ដូចជាអ្នកដែលគាត់ sell ឬក៏អ្នកដែលគាត់ដាក់ buy limit sell limit ចឹងទៅនៅកន្លែងហ្នឹងហើយដែលបង្កើតទៅជាប្រាក់ដ៏ច្រើនមួយបង្កើតទៅជាខ្សែឡាញលឿងខ្លាំងកាលណាដែលលឿងខ្លាំងកន្លែងនេះគឺទឹកប្រាក់ច្រើនហើយអញ្ចឹងអ្នកគ្នាឃើញទេកន្លែងនេះមានលឿងមានកន្លែងនេះមានលឿងហើយកន្លែងនេះក៏លឿងហើយកន្លែងនេះក៏លឿងហើយអញ្ចឹងអាលឿងខាងលើលឿងខាងក្រោមខុសគ្នាមិនអញ្ចឹងខ្ញុំសាកមើល24ម៉ោងហើយឃើញលឿងតិចហើយឃើញលឿងខាងលើហើយលឿងខាងក្រោមតើលឿងខាងលើគឺជាអ្វីលឿងខាងក្រោមគឺជាអ្វីខាងលើនេះគឺដើរតួនាទី2ទី1អ្នកដែលគាត់ sell ដាក់ SL នៅកន្លែងហ្នឹងទី2អ្នកដែលគាត់ sell ដាក់ limit នៅកន្លែងហ្នឹងគាត់រងចាំ sell ស្លាប់ដែរអញ្ចឹងណានោះវាដើរតួនាទី2ខាងក្រោមដូចគ្នាដើរតួនាទី2ដូចគ្នាកន្លែងលឿងខាងក្រោមនេះដើរតួនាទីជាអ្នកដែលគាត់ buy ដាក់ SL ផងដើរតួនាទីជាអ្នកដែលគាត់ buy limit ផងអញ្ចឹងមានថាម្ដងកន្លែងនេះគាត់រងចាំតម្លៃដើម្បី buy ឡើងទៅវិញគេពាក្យថា price ហ្នឹងគឺជាតម្លៃរបស់មាសហើយពាក្យថា liquidity leverage ហ្នឹងគឺជាតម្លៃប្រាក់សរុបដែលមាននៅក្នុងចំណុចមួយហ្នឹងដូចខ្ញុំចំណុច all ត្រង់ចំណុចខាងតម្លៃ52ហ្នឹងគឺលឿងខ្លាំងអញ្ចឹងវាមានតប្រាក់កន្លែងហ្នឹងរហូតដល់ 5.1 million អញ្ចឹងបើយើងមើលខាងលើមានតប្រាក់រហូតដល់ប៉ុន្មានមានតប្រាក់ខាងលើនៅក្នុង zone មួយឬក៏នៅក្នុងតម្លៃមួយនៅក្នុងតម្លៃ52 28.8ហ្នឹងគឺមានតប្រាក់រហូតដល់ 5.23 million អញ្ចឹងកន្លែងហ្នឹងគឺច្រើនមែនតើអញ្ចឹងរបៀបប្រើនៅមិនអញ្ចឹងយើងដាក់ចង់ទៅដៅអញ្ចឹងណា brand ចង់រុញទៅណាអញ្ចឹងឧទាហរណ៍នេះគិតថា brand អាចនឹងរុញទៅខាងលើអញ្ចឹងយើងរកកន្លែងចូលទៅឧទាហរណ៍ថាអ្នកគ្នាចង់បាយតើអ្នកគ្នាគួរកំណត់ TP នៅកន្លែងណាអញ្ចឹងអ្នក TP ដែលអ្វីអ្នកគួរកំណត់គឺអ្នកដុំលឿងដែលជាកន្លែង liquid ដែល brand វានឹងធ្វើការរុញទៅយកនឹងរបៀបប្រើជាមួយនឹង liquidity heatmap ហើយកន្លែងហ្នឹងអ្នកគ្នាមិនត្រឹមតែអ្នកគ្នាអាចកំណត់ជា TP ទេកន្លែងហ្នឹងអ្នកគ្នាអាចកំណត់ជាកន្លែងដែលអ្នកគ្នា sell បានដែរតែខាងលើហ្នឹងអាចកន្លែងនេះអាចកំណត់ធ្វើជា sell បានដូចគ្នាខាងក្រោមដូចគ្នាបើសិនអ្នកនេះចង់ sell តម្លាក់ sell ខាងលើតម្លាក់តើនេះគួរកំណត់ TP ឡើយណាអីដែលខ្ញុំគិតគឺវានឹងអាចមកយកនៅក្នុងតម្លៃ52.2នេះដែលមានទឹកប្រាក់រហូតដល់
10 million អញ្ចឹងអ្នកនេះអាចកំណត់ជា TP ផងក៏បានអ្នកនេះអាចកំណត់ជាទឹកដៅដែលទាំងអស់គ្នាធ្វើការបាយឡើងទៅវិញបានដូចគ្នាអញ្ចឹងឧទាហរណ៍ថាផ្សារមកដល់ក្នុងតម្លៃ 52.18 កូន52 ហើយនេះ52 28ឧទាហរណ៍ថាផ្សារធ្វើការឧទាហរណ៍ណាផ្សារធ្វើការឡើងទៅលើឆ្លេះអញ្ចឹងពីចង់ sell តម្លាក់តែគេដឹងថាកន្លែងហ្នឹងមានទឹកប្រារហូតដល់ 5.28 million អញ្ចឹងបើសិនជាចង់ sell តម្លាក់គេដឹងថាកន្លែងហ្នឹងមានទឹកប្រាច្រើនហើយបូកផ្សំជាមួយ technical ទៀតយើងឃើញមានថាកន្លែងហ្នឹងជាអីគេកន្លែងហ្នឹងគឺជា on នៅក្របមួយមាន fair value gap មួយដែលអ្នកគ្នាចង់ចាក់អញ្ចឹងវាមាន confidence មែនទេក្នុងការ sell តម្លាក់អញ្ចឹងអ្នកគ្នាថានេះចង់ sell កន្លែងហ្នឹងអញ្ចឹងអ្នកគ្នាគ្រាន់ប៉ះកន្លែងហ្នឹងអ្នកគ្នាអាចពិចារណាថាបើសិនជាម៉ាំងទីផ្សារធ្វើការ reversal ឬក៏អ្នកបូកផ្សំជាមួយ technical នេះប្រើនិយាយជា total show ឬក៏ market substitution ឬក៏ចេញជាតិចណាមួយដែលជា style របស់អ្នកគ្នាអាច sell តម្លាក់បានអញ្ចឹងដូចគ្នាអ្នកគ្នាអាចធ្វើការ sell តម្លាក់អញ្ចឹងទៅអ្នកអាចធ្វើការ sell តម្លាក់ TP ខ្ញុំប្រាប់ចឹងថាជាចំណុចលឿងដែល brand ធ្វើការរុញទៅយកអញ្ចឹងអាចនឹងជា50 58អញ្ចឹងទៅអាចមានកន្លែងលឿងដែលយើងមើលនេះគឺឃើញរហូតដល់នេះតម្លៃ50.68ដែលមានតម្លៃដែលមានតម្លៃរហូតដល់ 5.10 million អញ្ចឹងអ្នកអាចកំណត់ជា TP កន្លែងហ្នឹងក៏បានដែរគឺថតអ្នកគ្នាបាយអ្នកគ្នាទៅថា market អ្នកគ្នាចង់បាយទៅវិញដល់ពាក់កណ្ដាលផ្សារហើយនេះពាក់កណ្ដាលផ្សារហើយ value gap នេះអញ្ចឹងអ្នកគ្នាចង់បាយទៅវិញនេះណាកន្លែងហ្នឹងមាន value gap មួយអ្នកគ្នាចង់រុញផ្សារត្រឡប់ទៅវិញចង់បាយទៅវិញបាយទៅអាកន្លែងដែល liquidity អ្នកដែលគាត់ sell ឡើងអញ្ចឹងអ្នកគ្នាគិតថាកន្លែងណាគួរតែកំណត់ TP អញ្ចឹងដូចខ្ញុំនិយាយបញ្ជាក់មុនហ្នឹងអញ្ចឹងថានៅខាងលើគឺមានប្រាក់រហូតដល់ 5.28 million នៅក្នុងតម្លៃ 52.28 អញ្ចឹងយើងអាចកន្លែងហ្នឹងជាទិសដៅដែលយើងកំណត់ TP ក៏បានទិសដៅដែលយើងនឹងធ្វើការ sell តម្លាក់វិញក៏បានអូខេនេះឃើញយើងអាចទៅចូលកន្លែងហ្នឹងធ្វើជាតម្លៃ TP របស់យើងមកដូចគ្នាអញ្ចឹង liquidity heat map ដែលជា tool មួយនៅក្នុង coin class អ្នកគ្នាអាចយកទៅប្រើបានអញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើការបញ្យល់អំពី funding rate អ្នកទាំងអស់គ្នាមិនបាច់ trade ក៏បានដែរអ្នកគ្នាអាចគ្រាន់តែ follow ជាមួយនឹង funding rate ក៏អ្នកទទួលបានប្រាក់ចំណេញបានដូចគ្នាអញ្ចឹងជួបគ្នាវីដេអូក្រោយជាមួយខ្ញុំ Agri Cycles Trading Bye